បាទគោរពជំរាបសួរពុកម៉ែបងប្អូនមានទាំងអស់គ្នាដែលតែងតែនិយមគាំទ្រ Channel YouTube របស់ខ្ញុំបាទចឹងថ្ងៃនេះខ្ញុំបង្ហាញបច្ចុប្បន្នភាពជូនពុកម៉ែបងប្អូនគ្នាបាទនៅពីខាងមុខតែម្ដងបាទច្រកចូលនៃវត្តសុទ្ធឥឡូវគឺមានទ្វារអូតូមួយដែលអត់ពិបាកក្នុងការរុញទេគឺពុកម៉ែបងប្អូនគ្នាគឺគ្រាន់តែចុចទៅគឺរត់តែម្ដងពុកម៉ែបងប្អូនគ្នាហើយខ្ញុំក៏បានបង្ហាញជូនម្ដងរួចរាល់ហើយតែឥឡូវនេះក៏សូមបង្ហាញពីខាងមុខចូលទៅខាងក្នុងវិញហើយអធិស្ឋានបាទពុកម៉ែបងប្អូនគ្នាក៏ដែលនឹងមានដាសាយដល់ពេលចឹងមានសម្លេងរំខានក៏សូមអធិស្ឋានទុកជាមុនបាទឥឡូវខ្ញុំនឹងធ្វើដំណើរតាមច្រកនៃខ្លងទី1ចូលទៅខាងក្នុងបង្ហាញទស្សនវិជ្ជាជូនពុកម៉ែបងប្អូនគ្នាបាទអំពីទស្សនវិជ្ជាថ្មីតែម្ដងបាទនៅពេលនេះគឺម៉ោងម៉ោង12បាទនេះម៉ោង12ពុកម៉ែបងប្អូនគ្នាតែឥឡូវបង្ហាញតែមកដល់ក៏បង្ហាញជូនពុកម៉ែបងប្អូនគ្នាចឹងខាងនេះគឺជាចែកដីរួមគឺអត់ទាន់មានការរៀបចំបន្តទៀតទេគឺពុំបានចាក់បានមួយតង់ពីរតង់ហើយពុកម៉ែបងប្អូនគ្នាតែអត់ទាន់មានការបន្តដំណើរទៅមុខទៀតហើយជាងគាត់សម្រុកខាងក្នុងមកគៀកថ្ងៃមែនតើពុកម៉ែបងប្អូនគ្នាហើយខ្ញុំនឹងនាំពុកម៉ែបងប្អូនគ្នាឲ្យទៅឃើញមហារូងដែលសង់រាល់ហើយថ្ងៃមុនហ្នឹងគឺថាបង្ហាញពុកម៉ែបងប្អូនគ្នាពីការលើកតម្លើងទេឥឡូវលើកតម្លើងរួចរាល់បាទក៏មានការបាំងស៊ូហើយដែរតែចាំមើលតើបានប្រមាណផលិតភាពជូនពុកម៉ែបងប្អូនគ្នាបន្តបាទដល់នេះពុកម៉ែបងប្អូនគ្នានេះខ្មៅនេះចាំមើលមានម៉ាស៊ីនត្រជាក់ហើយចង់មើលដល់គ្នាតើបន្ទប់ខ្មៅជាអ្វីហ្នឹងពុកម៉ែបងប្អូនគ្នាចិត្តដល់ជាស្រ័យរៀងញ័រតិចអូបាទបន្ទប់ទឹកពុកម៉ែបងប្អូនគ្នាអើយគាត់តែបន្ទប់ទឹកក៏មិនធម្មតាដែរនេះបន្ទប់ទឹកទំនើបបន្ទប់ទឹកចល័តគឺបន្ទប់ទឹកមានម៉ាស៊ីនត្រជាក់ឲ្យបានដាក់ផ្លាកណាពុកម៉ែបងប្អូនគ្នាខាងនេះបរោះហើយខាងនោះស្ត្រីបែងចែកគ្នាអូពុកម៉ែបងប្អូនគ្នាគាត់តែបន្ទប់ទឹកបាទនេះទំនើបមែនតើបន្ទប់ទឹកមានម៉ាស៊ីនត្រជាក់បំពាក់ដូចជាស្រេចស្ទូចដាក់នៅទីតាំងជាប់ជាមួយនឹងផ្លូវហើយនៅចិត្តមហារូងពុកម៉ែបងប្អូនគ្នាមហារូងដ៏ធំនៅទល់មុខនឹងព្រះវិហារហើយអត់ហ៊ានបើកមើលពុកម៉ែបងប្អូនគ្នាដោយសារតែយើងមិនអាចបើកមើលបានទេគាត់បង្ហាញជូនពុកម៉ែបងប្អូនគ្នាថាទំនើបសំបីតែបន្ទប់ទឹកនោះក៏មានម៉ាស៊ីនត្រជាក់បានរៀបចំបានដាក់តាំងទៅជាប់ជាមួយនឹងមហារូងនេះពុកម៉ែបងប្អូនគ្នាមហារូងបានរៀបបាទតម្លើងរួចរាល់បាទរៀបចំតង់គ្រប់តាំងចិត្តហើយតែចាំមើលទស្សនវិជ្ជាខាងក្នុងបែបណាហើយនាំពុកម៉ែបងប្អូនគ្នាចូលមើលទស្សនវិជ្ជាខាងក្នុងសម្រាប់មហារូងពុកម៉ែបងប្អូនបាទនេះសង់ពេញខាងមុខនៃទីតាំងព្រះវិហារថ្មីព្រមទាំងនៅខាងក្រោយនៃខ្លោងទ្វារទី2នេះពុកម៉ែបងប្អូនបាទខ្លោងទ្វារទី2ឥឡូវអូបាទចូលមកមើលខាងក្នុងតិចណាពុកម៉ែបងប្អូនគ្នាបាទនេះអូទឹកលាយធំមែនតើបាទនេះអូបាទចឹងការរៀបចំតុបតែងវាអត់ទាន់ទេបានតិចតួចនៅឡើយប្រហែលបងប្អូនគ្នាតែត្រៀមបន្តទៀតហើយដែលគាត់សម្រាប់ចឹងណាពួកគាត់សម្រាប់សិនដោយសារតែដល់ម៉ោងហើយម៉ោង12ចឹងទីទៀតគាត់នឹងចាប់ដើមចូលបន្តការងារគាត់តែនេះគឺជាមហារូងតែមួយខ្នងណាប្រហែលបងប្អូនគ្នាតែមហារូងដ៏ធំមែនទែនមួយខ្នងនេះគឺធំណាស់មិនដឹងជាទៅប្រហែលដល់ប្រហែលទេបាទធំមែនទែនណាឥឡូវនេះគឺបន្តប៉ុណ្ណេះនៅឡើយអត់ទាន់មានសកម្មភាពបន្ថែមទៀតហើយឥឡូវសូមផ្ញើទស្សនវិជ្ជាប៉ុណ្ណេះសិនជូនទៅដល់ពុកម៉ែបងប្អូនគ្នាដែលតែងតែគ្រប់គ្រង Channel YouTube របស់ខ្ញុំបាទហើយបញ្ជាក់ពុកម៉ែបងប្អូនគ្នារោងនេះគឺទល់មុខនឹងខ្លោងទ្វារទី2តែម្ដងនេះបងប្អូនពុកម៉ែមានគ្នាបាទនេះគឺជាច្រកខ្លោងទ្វារទី2បាទហើយនៅខាងមុខរោងកម្មាក៏អត់ទាន់មានការរើរួសដែរនៅគឺទុកតម្កល់នៅទីតាំងនៅលើផ្លូវដដែលបាទអញ្ចឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនគ្នាបន្តទៅខាងមុខដើរធ្វើដំណើរបាទលើផ្លូវថ្មើរជើងនេះពុកម៉ែបងប្អូនគ្នាហើយចូលទៅខាងក្នុងបន្តព្រោះខាងក្នុងនោះក៏មានឃើញមានរោងថ្មីដែរបាទមានរោងមួយខ្សែទៀតដែរពុកម៉ែបងប្អូនគ្នាចឹងថ្ងៃនេះក្នុងវត្តនេះគឺមហារោងគ្រប់កន្លែងពុកម៉ែបងប្អូនគ្នានៅចំទីតាំងសំខាន់នៅក្នុងទឹកដីវត្តតែម្ដងបាទលើផ្លូវនេះគឺអត់មានរោងទេប៉ុន្តែមានតែរោងកម្មាដែលត្រៀមរៀបចំតាំងពីថ្ងៃចូលឆ្នាំពុកម៉ែបងប្អូនគ្នាបាទចឹងនេះរោងមហារោងគឺទល់មុខនឹងព្រះវិហារថ្មីដែលកំពុងសាងសង់
và nó to tầm nào tới kháng mục tiết và khơi so nó kháng mục này bằng mày bọn nó thế khơi so nó kháng mục nó cứ chỉ mà hà ruộng đài và mà hà ruộng nơi kháng mục sai và nó to tầm nào từ kháng mục to bằng hàng chung bằng mày bọn nó thế và nên bằng mày bọn nó thế chân chật đo lại chứ ruộng mục sai thì kháng đấy cứ thôn xong rồi lên khơi tầm đó để cho chỗ môi được lòng thủy thì bốn còn còn của mình được khía còn là lên nước lao thía cho một nón cứ gần lấy khơi ruộng làm đòn mà hà ruộng xong pin plei cho từ thành nón tôi một nâng xà lá chanh trong còn đa sự đi vọt làm đó của mai còn và đi thì hà ruộng nó cứ xong tôi một nâng xà lá xã hạ tv sp đây của mai còn thì và xà lá xã hạ tv sp đây là khơi tha bài này chiêng đó là vẽ riệp ắt bà riệp ắt trình trang hay đi của mai còn là thế vàកំពុងតែរៀបអិតចិញ្ចាំអិត20នៅផ្នែកខាងក្រោយក៏ខាងក្នុងនោះគឺរៀបហើយរាល់ហើយបាទនេះមហារោងតែសង់តែមិនទាន់រួចរាល់ទេប្រហែលប៉ុណ្ណឹងទេបានប៉ុណ្ណេះឥឡូវបង្ហាញជូនប្រហែលប៉ុណ្ណឹងទេចឹងរៀបចំក្តារពីខាងក្រោមរួចរាល់បាទហើយខាងលើបានរៀបចំដានហើយនឹងអំពូលនេះប្រហែលប៉ុណ្ណឹងទេបាទចុះមកខ្សែនេះលើផ្លូវកៅស៊ូដែលចាក់ថ្មីអ៊ុតថ្មីនៅជាប់ទល់មុខនឹងមហាសាលាសហជីវភាពព្រមទាំងសាលាឆាន់ផ្នែកខាងក្នុងប្រមាណប៉ុណ្ណឹងនេះគឺទស្សនវិជ្ជាមហារោងដែលសង់មួយល្វែងតែម្ដងបាទនៅបន្តដំណើរចេញទៅខាងក្រៅនៅតាមខ្លងទ្វារទី4ចេញទៅខាងទឹកដីកោះដែលទស្សនវិជ្ជាជូនប្រមាណបងប្អូនទាំងគ្នាម្ដងបាទនេះប្រមាណបងប្អូនទាំងគ្នាបង្ហាញដោយសារតែស្ពានប្រព័ន្ធភាសាក៏មានការរៀបចំបន្ថែមថ្មបាយក្រៀមផ្នែកខាងក្រោមដែរពុកម៉ែបងប្អូនឥឡូវខាងនេះគឺបានរៀបចំរួចរាល់ហើយនេះពុកម៉ែបងប្អូនបាទអញ្ចឹងបន្ថែមម៉ូដដូចជាការរៀបអត់ដែរណាបន្ថែមនេះពុកម៉ែបងប្អូនបាទនេះខាងមុខហើយខាងក្នុងក៏មានការបន្ថែមដែរដូចគ្នាដែរពុកម៉ែបងប្អូនតែមិនទាន់ហើយទេនេះឥឡូវចាំមើលខ្ញុំបង្ហាញពីចម្ងាយសិនបាទនេះមានការបន្ថែមដូចគ្នាអញ្ចឹងសឹងតែបន្ថែមថ្មីសម្រាប់ថ្មបាយក្រៀមនៅក្នុងទីតាំងនៃស្ពានប្រព័ន្ធភាសាប្រហែលបងប្អូនគ្នាបាទឥឡូវនេះទៅចូលដល់ក្នុងទឹកដីកោះវិញម្ដងបាទនេះខ្ញុំបង្ហាញជូនបន្តដោយសារតែនេះមានពុទ្ធបរិស័ទច្រើននៅខាងក្នុងកោះបងប្អូនគ្នាបាទចន្លោះកាត់នេះគឺត្រូវបន្ថែមថ្មថ្មីដោយសារតែពីមុនថ្មរាងតូចឥឡូវបន្ថែមឲ្យធំបាទអត់មានការបែកបាក់ទេតែបន្ថែមឲ្យធំវិញបាទពីមុននោះថ្មរាងតូចមើលទៅអត់សូវស្អាតឥឡូវបន្ថែមឲ្យធំណាប្រហែលបងប្អូនគ្នានេះអត់ធំថ្មធំនេះបាទនេះពុទ្ធបរិស័ទបងប្អូនគ្នាដែលអញ្ជើញមកថ្ងៃនេះទឹកនៅក្នុងកោះច្រើនមែនទេបាទនេះឥឡូវបន្តដំណើរទៅខាងនេះវិញប្រហែលបងប្អូនគ្នាបាទអធិស្ឋានណាប្រហែលបងប្អូនគ្នាជាងគាត់សម្រាប់ទេមិនមែនជាងអត់ធ្វើទេដល់ម៉ោងពី12ចេញជាងគាត់សម្រាប់ចឹងមានតែពុទ្ធបរិស័ទគាត់បង្ហាញជូនម៉ែបងប្អូនគ្នាចឹងខាងនេះអូបាទរូងនំកព្រះអង្គខ្មៅប្រក់ក្បឿងចិត្តហើយបាទនៅផ្នែកខាងលើនេះបងប្អូនគ្នាហើយខ្ញុំបង្ហាញមកបង្ហាញម្ដងនេះគឺមានការប្រក់ខាងលើចិត្តហើយបាទតែជាមួយយើងប្រក់បានដូចជាមួយចំហៀងខាងនេះហើយបងប្អូនគ្នាហើយនៅខាងនេះអត់ទាន់ដែរទេនៅសល់តែទួចចឹងកំពុងតែសម្រាប់ការងារសម្រាប់ព្រះអង្គខ្មៅបាទរូបព្រះអង្គខ្មៅគឺនឹងចាប់ដើមចេញរៀងមួយទៀតហើយបងប្អូនគ្នាចន្ទបណ្ណារសាហើយខាងនោះ100%ហើយបងប្អូនគ្នានៅតែការបោះសម្អាតទេមកបង្ហាញបន្តទៀតជូនបន្តិចទេដោយសារតែអត់មានជាងបងប្អូនមានរាស្មីដ៏រុងរឿងជាកែវវិសេសអាចញ៉ាំសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបានដោយអានុភាពនៃព្រះពុទ្ធព្រះអង្គដោយអានុភាពនៃព្រះធម៌ទាំងពួងបាទស្រមរបស់ព្រះអង្គប្រមាណប៉ុណ្ណេះហើយកលេចមកខាងស្ពានជាប់អាស្រមក៏មានពុទ្ធបរិស័ទធ្វើដំណើរចេញចូលទៅចឹងនេះក៏ឃើញថាមានពុទ្ធបរិស័ទច្រើនដែរប្រមាណប៉ុណ្ណេះគ្នាសូមគ្រប់កន្លែងតែម្ដងនៅក្នុងទឹកដីកោះបាទហើយខាងនេះក៏មានដូចគ្នាដែរហ្នឹងហើយធ្វើដំណើរ
កំសាន្តនៅក្នុងទឹកដីកោះយ៉ាងច្រើនទាំងខាងក្នុងបាទរហ័សទឹកក៏មានដែរនេះប្រមាណបងប្អូនបាទចឹងបានតែពីចម្ងាយជូនប៉ុណ្ណេះអធិស្ឋាននឹងក៏សូមខំខំទោសបងប្អូនគ្នានេះសំឡេងមិនសូវច្បាស់ដោយសារដាស់សាយបាទអធិស្ឋានផងបងប្អូនគ្នាបានចាំខ្ញុំអរគុណច្រើននិងសូមបញ្ចប់វីដេអូត្រឹមនេះសិនបាទ